ថតអេក្រង់មកណាគេខ្លះសម័យនេះហើយនៅពេលដែលថតអេក្រង់យើងនៅចុចអញ្ចឹងទៀតយូរចឹងមកចេះពីរបៀបបើគ្រាន់តែនិយាយយើងអាចថតអេក្រង់បានចឹងដំបូងយើងចូលទៅក្នុង setting បន្ទាប់ពីយើងចូលទៅក្នុង setting របស់យើងហើយយើងអូសចូលមកក្រោមរកពាក្យថា accessibility នេះហើយបន្តមកទៀតយើងអូសចូលក្រោមយើងអូសមករកពាក្យថា vocal shortcut នេះហើយបន្តមកទៀតយើងចុចពាក្យថានេះ setup នេះមកចុចពាក្យថា continue នេះមកហើយកន្លែងនេះយើងរកពាក្យយើងវាយពាក្យថា screenshot ចឹងចុចពាក្យ screenshot នេះមកចឹងកន្លែងដាក់ពាក្យដែលយើងនិយាយបើមិនយើងចង់និយាយខ្មែរយើងដាក់ថាថតអេក្រង់មកបើយើងចង់និយាយអង់គ្លេសយើងដាក់ថា screenshot មកចឹងកន្លែងនេះខ្ញុំចង់ដាក់ខ្មែរដាក់ថាថតអេក្រង់អូខេបន្ទាប់ពីយើងវាយរួចហើយយើងចុចបន្ទាប់ទៀតមកកន្លែងនេះយើងនិយាយថតអេក្រង់ឲ្យបាន3ដងដើម្បីបញ្ជាក់ថតអេក្រង់ថតអេក្រង់ថតអេក្រង់អូខេបន្ទាប់ពីយើងនិយាយថតអេក្រង់3ដងនឹងហើយយើងចុច continue នេះមកប៉ុណ្ណឹងបានជាការសាច់ជាមួយខ្ញុំសាកឲ្យមើលថតអេក្រង់អូខេអញ្ចឹងប៉ុណ្ណឹងបានជាការសាច់អញ្ចឹងសាកធ្វើទាំងអស់គ្នាមើលធ្វើបានអត់ធ្វើបានឬក៏មិនខមមិននៅខាងក្រោមម្នាក់មួយផងបាយបាយ